stay បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ live page នៅក្នុង app មួយហ្នឹងហើយបន្តមកយើង live អត់បានអញ្ចឹងវិធីសាស្ត្រនៅក្នុងការធ្វើគឺបងប្អូនទាំងអស់គ្នាចូល log in មួយណាក៏បានដែរឲ្យតែជាប្រភេទដែលមិនពាក់ព័ន្ធជាមួយនឹង account page របស់បងប្អូនទាំងអស់គ្នាខ្ញុំឧទាហរណ៍ដូចនៅក្នុងនេះចុះឈ្មោះរបស់ខ្ញុំវាអត់ពាក់ព័ន្ធជាមួយនឹង Facebook ដែលខ្ញុំត្រូវ live ទេអូខេអញ្ចឹងខ្ញុំ log in ចូលអញ្ចឹងពេលដែលយើង log in ចូលបងប្អូនទាំងអស់នេះ close សិនហើយបន្ទាប់មកបងប្អូនទាំងអស់នេះចុច ready live អញ្ចឹងយើងត្រូវយក connect ជាមួយនឹង Facebook ដែលយើងចង់ live បងប្អូនទាំងអស់នេះត្រូវចាំថា Facebook ដែលយើង connect គឺជា Facebook ដែលកាន់ page សម្រាប់យើង live បងណាបន្ទាប់មកយើងចុច open មកហើយ continue ជាមួយនឹង Facebook របស់យើងបន្ទាប់មកវានឹង load ចូល automatic ឲ្យយើងតែម្ដងអូខេអញ្ចឹងវាពេលដែល load ហ្នឹងគឺវានឹង load Facebook ជាប្រភេទ account ដូចទូទៅអញ្ចឹងគឺបងប្អូនទាំងអស់គ្នាអត់ដឹងទេប៉ុន្តែវិធីសាស្ត្រនេះយើងអាចដូរបានគ្រាន់តែបងទាំងអស់ចុចចេះមកហើយចុច timeline everyone បងប្អូនទាំងអស់នេះចុចកន្លែង page ក្រោមមក page នេះនិយាយសារខ្ញុំកាន់ច្រើនអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថា page ហ្នឹងមួយណាក៏បានដែរបើរកអត់ឃើញថែមទៀតទេចុច see more ប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ live page ខ្ញុំបន្ទាប់មកខ្ញុំ back ទៅវិញអញ្ចឹងខ្ញុំចង់សរសេរអីក៏បានដែរបងប្អូនទាំងអស់នេះចង់សរសេរអីសេទៅវានឹង load ចូល automatic អញ្ចឹងបងប្អូនទាំងនេះគ្រាន់តែចុច live ទៅគឺចប់អញ្ចឹងសម្រាប់បងណាចង់ live channel ឧទាហរណ៍ថា page ផ្សេងទៀតគឺបងចូលចឹងដដែលហើយបងបដូរហើយរើសជ្រើសរើសយក page ណាដែលបងចង់ live ទៀតអញ្ចឹងអាហ្នឹងគឺវិធីសាស្ត្រគឺមានតែប៉ុណ្្នឹងទេខ្លីៗហើយលឿនទៀតបងអញ្ចឹងអូខេហើយសម្រាប់ color ជាមួយនឹង filter ផ្សេងៗគឺបងប្អូនទាំងអស់គ្នាអាចរកដល់ខ្លួនឯងបានអរគុណបងប្អូនទាំងអស់គ្នា